hero ទាំង5ដែលមាន crowd control ឬក៏ skill ញ៉ៃជាងគេអាចគ្រប់គ្រងនៅក្នុង team fight បានដែល hero ទាំងអស់ហ្នឹងគឺថាភាគច្រើនជាប្រភេទ hero ដែលមាន skill ធំអីចឹងណាដែលអាចចាប់គេឬក៏ធ្វើអីឲ្យគេញ៉ៃនៅក្នុង team fight ពេលជុំគ្នាហើយឥឡូវកំណើសំតប៉ាច្រើនយូរគឺថាចូលទៅដល់ hero ទី1របស់យើងហ្មងគឺថា hero ទី1ជា hero ណាពីច្រើនគេស្ដាប់ hero ហ្នឹងប៉ុន្តែ hero ហ្នឹងមានប្រយោជន៍ខ្លាំងណាស់នៅក្នុង team fight ដោយសារតែ skill ទី2ឆ្មារបស់ណាឥឡូវហ្នឹងគឺថាគេកែឲ្យតែពេលយើងដាក់នៅជុំគ្នាអីចឹងដាក់ទៅជាប់ទៅទាំងអស់ចឹងហើយមិនជាប់តែមួយតិចមុនទេចឹងហើយណាគឺថាល្អមែនតើស្បីតាទីដាក់ទៅគឺថាជាប់ស្តាន់ទាំងអស់ហ្មងអញ្ចឹងហើយកុំប្រកែស្អប់ណាពេកណាឡើងមានប្រយោជន៍នេះប៉ុន្តែថាឲ្យគេក៏មិនត្រូវទេបើថាចាយក៏ស្អប់ណាបើថាណានៅខាងចាយវាមានតែឲ្យបើតែណាខាងគេឡាញ៉ៃនេះហើយចំណែកឯ hero ទី2គឺថា hero Aurora ដូចជាបានដឹងអញ្ចឹង Aurora Revamp ថ្មីហ្នឹងគឺថា RT វាល្អខ្លាំងមែនតើហ្មងស្បីតែ skill ទី2ក៏ដោយជះទៅជាប់ទាំងអស់ RT បើកទៅក៏ជាប់ទាំងអស់ដែរប៉ុន្តែបើតាមចាយគាត់ថា Aurora មិនមែនតែល្អពេល Revamp ហ្នឹងគឺថា Aurora ល្អយូរហើយកាលមុនណាស្បីតែពេល team fight តម្លាក់តា RT មកក៏ជាប់ទាំង5ទាំង6ហ្នឹងដែរអីចាស់គ្នាតែ5តែមិនបានទៅចេញដល់6ចាស់ប៉ុន្តែឥឡូវមុននឹងចូលដល់ hero ទី3គឺថាបើពួកម្នាក់ឯងបងចាយកូនចង់បានពេក Mobile Legends Free Fire អីធៀវខោក៏កុំភ្លេចបណ្ដាក់នៅខាងចាយផង Free Store ជួយចូលទៅដាក់នៅក្នុង website ចាម្នាក់មួយទៅឬក៏ឆាតចូល page អីក៏បានដែរចាហើយឥឡូវកុំឲ្យនៅព្រះអង្គយូរគឺថាយើងចូលទៅដល់ hero ទី3គឺជា hero មិនស្ថាគឺថា hero ហ្នឹងឲ្យជាពួកម្នាក់ឯងបានដឹងចឹងគឺថា hero ហ្នឹងវាញ៉ៃខ្លាំងមែនតើហ្មងទៅពេលវាដាក់ RT នៅក្នុង team fight មក hero ណាដែលថាទៅមុខបានឬក៏មាន slick មានដាស់អញ្ចឹងគឺថាដាស់ទៅអត់មុខកើតទេគឺថាកាំងកឌូឆ្ញាញ់ហ្នឹងហ្មងហើយពពួកប្រភេទ hero ដែលថាសាប់ hero មិនស្ថាណាគឺថាជាពិសេសគឺថាពពួកអស័ក្តិសិនហ្មងបើថាពពួកអស័ក្តិសិន skill វាទៅមកចឹងហាមានមិនស្ថាគឺថាពួកវាធ្វើឲ្យកើតទេហើយចំណែកឯ hero ទី4នោះគឺជា hero លូយីដូចជាពួកម្នាក់ឯងបានដឹងចឹងគឺថាលូយី skill ទី1ទី2ហ្នឹងយិនយ៉ាងស្រូបទៅស្រូបមកញ៉ៃខ្លាំងមែនតើហ្មងនៅក្នុង team fight មាន hero tank hero fighter ណាហ៊ានទៅចូលបើកមុខអីហ្នឹងមានលូយីទាញក្បាលទៅមកដូចឈួតណាឥឡូវគឺថាចាយនិយាយបាន4 hero ណាមក hero ចុងក្រោយទៀតគឺថាអត់ប្រាប់ទេទុកឲ្យទាយខ្លួនឯងមើលថាតា hero អីថាញ៉ៃគឺថាមាន crowd control នៅក្នុង team fight ទៀត